cái giờ khi nhầm hồi đầu lính chắc nhà năng đấy cứ ở trong sập đá ngày mọc hay ngày mày chắc là ngày năng khi dân miền trip mỗi dân tại một đông chiếu tại tất cả ô tăng mà chắc là mình khi mình ai thế bàn tay dân từ đó nó cứ như khi thì từ xa này dân khi nhầm trình khỏi chế rồi lấy cứ nhầm bạc lắm anh đấy cứ nó chết phơi sai phí này phảiជាពីរម៉ោងទៀតគឺខ្ញុំទៅដល់ជឿប៉ុន្តែឃើញទេសភាពនេះស្អាតក៏ថតបាក់ឲ្យដល់ខ្ញុំមើលទៅសូមយ៉ាចង់ថាវីដេអូទៅជាណាដល់គ្នាទៅទស្សនាទៅចាំវីដេអូនេះបាទអូខេសួស្តីអ្នកគ្នាម្ដងទៀតខ្ញុំហ៊ុយ traveling យ៉ាអញ្ចឹងថ្ងៃនេះគឺខ្ញុំមាន plan មួយគឺខ្ញុំទៅបោះតង់នៅទឹកធ្លាក់អូតង់ដែលទឹកធ្លាក់អូតង់ហ្នឹងគឺនៅជាប់នៅទឹកធ្លាក់ជឿហើយបន្តមកគឺខ្ញុំចេញពេលល្ងាចហើយដោយសារតែខ្ញុំทำជីវិតធ្វើការដែរអញ្ចឹងយើងក៏ជឿពេលយើងទៅលំហែកាយនៅទឹកទឹកអូតង់មួយយប់ទៅហើយគឺខ្ញុំ solo ទេប៉ុន្តែគ្នាខ្ញុំគឺគាត់ចាំនៅទឹកទឹកអូតង់មុនដោយសារតែគាត់ទៅមុនហើយថ្ងៃហ្នឹងគឺយើងបូកធីមមួយបងយើងជាច្រើនមែនដែរដែលត្រប់ទាំងអស់គឺ12នាក់ហើយនឹងធីមរបស់បងនឹង4នាក់ទៀតគឺ16នាក់ហើយនេះគឺ solo trip ទេហើយយើងជិះមើលទេសភាពវាស្រែទៅថា the best ប៉ុណ្ណាសំខាន់ខ្ញុំឲ្យតែបានចេញពីភ្នំពេញមកគឺមានអារម្មណ៍មួយថាស្រស់ស្រាយមែនតើដល់គ្នាបាទគឺជិះម៉ូតូបដាមើលទេសភាពបដាគឺថាអូស្រស់ស្រាយមែនតើស្រូបយកក្លិនអាកាសសុខស្រែមកគឺមានអារម្មណ៍មួយថាឆ្លាស់ខួរក្បាលមែនតើធ្លាប់តែធ្វើការសំណងនៅភ្នំពេញដល់ពេលបានមកខេត្តម្ដងមានអារម្មណ៍ថាស្រស់ស្រាយហើយអត់សូវមានទុកកង្វល់ច្រើនដោយសារតែនៅភ្នំពេញការងារយើងស្មុគស្មាញយើងធ្វើដំណងស្មុគស្មាញដល់ពេលហ្នឹងទៅខួរក្បាលយើងអត់ឆ្លាស់ទេអញ្ចឹងដល់បានមកសុកស្រែអញ្ចឹងស្រូបយកក្លិនបរិសុទ្ធនៅសុកស្រែទៅដឹងថាវាបរិសុទ្ធប៉ុណ្ណាបាទហើយនេះគឺទិដ្ឋភាពនៅលើវាស្រែបាទគឺស្អាតមែនតើពេលល្ងាចមកគឺមើលថ្ងៃលិចមកគឺស្អាតមែនតើហើយមិនយូរប្រហែលក៏យើងបានទៅដល់ផ្លូវធំដែលផ្លូវ51បាទផ្លូវពោះទៅច្បារមនពោះទៅខាងកំពង់ស្ពឺអញ្ចឹងណាបងប្អូនហើយនេះគឺលើផ្លូវម្នាក់ឯងទេកាន់ថតកាន់អីទេហើយមិនយូរប្រហែលក៏យើងបានទៅដល់កន្លែងចាំគ្នាបាទអូខេដល់គ្នាអញ្ចឹងឥឡូវយើងបានមកដល់អមលៀងហើយសូយើងនៅចាំគ្នាយើងសិនតែយើងហូបបាយសិនបាទបាយនៅក្រោមនឹងមកបាទបាយនៅក្រោមនឹងមកថាគ្រៀងទៅតែប៉ានោះទៅអីទៅហើយក៏ដឹងថាគាត់មកដល់នឹងមកប្រហែលដែរបាទសួរនឹងយប់ម៉ោង3ម៉ោង4ចឹងឥឡូវថាតែម៉ោង6កន្លះទេសូយើងមកម្នាក់អីចឹងគឺហូបបាយលេងទៅហើយមេធំគាត់មកហើយបាទតើវឺ let's go ហើយយើងឈិញទៅជ្រាវបាទទៅយប់នឹងមកបាទអ្នកនេះឥឡូវយើងមកដល់អូតង់ហើយបាទហើយមិនបើទេអត់ slope បាទហើយម្ដងនេះគឺម៉ោង8បាទម៉ោង8យើងឡើងមកពីនោះគឺ800ម៉ែត្រ so ចាចឹងទីយើងទៅជុំក្រុមយើងតិចគាត់កំហុបអីទៅក្រោយនោះដល់នេះពេញភ្លើងអត់គាត់កំហុបអីទៅក្រោយភ្លើងគឺប្លាអស់បាទសតផុកយើងមកប៉ះមេឃភ្លៀងទៀតចឹងខ្ញុំបានមកដល់អូតង់ហើយសូឥឡូវគឺយើងដើរទៅកន្លែងបងដែលគាត់មកមុនហ្នឹងយើងទៅជ្រាបសួរគាត់ហើយយើងទៅពិភាក្សាមួយគាត់ថាសួរគាត់ថាគាត់មកដល់តាំងម៉ោងប៉ុន្មានអីម៉ោងប៉ុន្មានដែរចឹងថ្ងៃហ្នឹងគឺគ្នាខ្ញុំ12នាក់បាទ12នាក់ត្រឹមហ្មងហើយនេះគឺសកម្មភាពបងគាត់កំពុងតែអង្គុយអាំងភ្លើងប្រកាត់ភ្លើងបាទគឺនៅអូតង់មេឃត្រជាក់មែនតើដល់គ្នាហើយពេលយើងគេងគឺត្រជាក់ស្រួលហើយនេះខ្ញុំបាទកំពុងអង្គុយអាំងភ្លើងគឺត្រជាក់មែនតើបាទហើយសូត្រជាក់មែនប៉ុន្តែយើងមានអារម្មណ៍ថាស្រស់ស្រាយតើគ្នាស្រស់ស្រាយមែនតើបាទ
បាទហើយបន្ទាប់ពីយើងបានភាសាមួយគាត់ហើយអីគឺខ្ញុំមករៀបតាំងមកគឺតាំងពីខ្ញុំរៀបតែម្នាក់ឯងទេបាទតាំងពីដល់គ្នាឆ្ងល់អូខ្ញុំមក solo ថៃបានតាំងពីនិយាយដល់គ្នាគេពូខ្ញុំគឺគាត់មកដែរហើយយើងរៀបតាំងឲ្យគាត់សម្រាប់មួយគឺខ្ញុំមួយបាទនេះគឺយើងកំពុងតែសួរស្វែងរៀបតាំង so ចឹងវាអត់មានអីពិបាកទេនៃការរៀបតាំងសំខាន់làយើងចេះបោះតាំងគឺយើងចេះរៀបតាំងឲ្យដល់គ្នាតែបើសិនជាអ្នកគេតែគាត់អត់តន់ចេះអាចមើលវីដេអូរៀបតាំងបាទគឺកំពុងតែរៀបតាំងបាទគឺខ្ញុំមកដល់ហ្នឹងគឺម៉ោង 8 កន្លះហើយ 7 9 ហើយដល់គ្នាគឺឥឡូវយើងរៀបតាំងសិនចឹងដូចពេលឡើងក្នុងផ្សារហ្នឹងនឹកឃើញយប់ចឹងបាយ2 ដងហើយបាទបាយ2 ដងបាទអញ្ចឹងបន្ទាប់យើងបានហូបបាយហូបអីហើយគឺយើងមកអង្គុយអាំងពោតបាទអាំងពោតម្ដងបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងដល់គ្នាចាំទស្សនានៅវីដេអូខាតទីដល់គ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើជាពីខាតដល់គ្នាអញ្ចឹងបាយដល់គ្នាជួបនៅវីដេអូខាត2អរគុណ